ជំរាបសួរអ្នកសួស្តីអ្នកនរគ្នាថ្ងៃនេះមកតភាគទី10សម្រាប់គ្នាយើងណាចង់ support ខ្ញុំនេះគឺជា QR របស់ខ្ញុំឬមួយទេកុំភ្លេចជួយ like និង subscribe ផងដែរសម្រាប់គ្នាយើងណាដែលបានធ្វើរៀបរួចហើយខ្ញុំពិតជាអរគុណខ្លាំងមែនទែននឹងជួបពរគ្នាយើងសុខសប្បាយនិងរស់ស៊ីមិនបានតែកុំអស់ពេលវេលាយូរចូលសាច់រឿងតែម្ដងទៅដែលផ្ដើមសាច់រឿងដំបូងយើងឃើញទ្វារបន្ទប់ស៊ីយ៉ាងនៅពេលនេះស៊ីយ៉ាងមើលប្រព័ន្ធរួចកាត់ឡើងល្អណាស់ប្រមុខបន្ទូចយ៉ាងច្រើននៅក្នុងពេលតែមួយការរៀបចំរបស់ខ្ញុំជារួចរាល់ហើយជំហានបន្ទាប់គឺត្រូវហាវិជាដេវ៉ាន់កាឲ្យបានកម្រិតដំបូងនៅពេលនេះស៊ីយ៉ាងខំប្រឹងហាត់យ៉ាងខ្លាំងរួចកាត់ឡើងថាទោះបីជាប្រព័ន្ធអាចជួយពង្រឹងជំនាញក៏ដោយប៉ុន្តែសមត្ថភាពកម្រិតដំបូងត្រូវតែហាត់រៀនដោយខ្លួនឯងជាមុនសិនទើបប្រព័ន្ធអាចជួយបាននៅកន្លែងប្រជុំជាទម្លាប់បាក់តែងតែរៀបចំការប្រជុំជារាល់ខែប៉ុន្តែខែនេះដូចជាចម្លែករដងលេងមិនដែលមកដោយផ្ទាល់ទេតែងតែចាប់ឲ្យសិស្សចូលរួមជំនួសប៉ុន្តែខែនេះនាងមកដោយផ្ទាល់ស៊ីយ៉ាងស្ងាត់ហើយគិតក្នុងចិត្តឡើងឲ្យតែចង់ដំឡើងវិជាដេវ៉ាន់កាដល់កម្រិតដំបូងប្រហែលជាត្រូវឲ្យអ្នកមកបង្រៀនដោយផ្ទាល់ហើយហាត់អ្នកឯងពិបាកខ្លាំងណាស់នៅពេលនោះអ្នកនាងមិនប៉ានិយាយឡើងខ្ញុំរីករាយណាស់ដែលបានព្រឹទ្ធាចារ្យលេងមកចូលរួមការប្រជុំលើកនេះនាងឆ្លើយវិញខ្ញុំមកចូលរួមលើកនេះគឺដើម្បីបំពេញតួនាទីព្រឹទ្ធាចារ្យប្រសិនបើអ្នកនាងមេប៉ាធ្វើអ្វីមួយមិនគប្បីក្នុងការអនុវត្តតួនាទីទេខ្ញុំមិនមើលរំលងឡើយភ្លាមៗនោះនាងក៏បាននិយាយបន្ថែមទៀតទោះបីជាស៊ីយ៉ាងដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់អ្នកនាងមេប៉ាបានលួចចូលក្នុងអាស្រន់ប៉ុន្តែគេគ្រាន់តែបានគ្រាវប៉ុណ្ណោះតែអ្នកនាងមេប៉ាមិនគិតថាវាពិបាកនឹងជឿទេបន្តមកមានអ្នកស្រែកបន្ថែមទៀតត្រូវឲ្យអ្នកនាងមេប៉ាពិតជាមានការលំអៀងក្នុងការចាប់ការរឿងនេះណាស៊ីយ៉ាងក៏ក្នុងចិត្តឡើងរឿងអីនេះណាគោលបំណងពិតប្រាកដរបស់ពួកគេក្នុងការប្រៀបធៀបរឿងនេះគឺដើម្បីធ្វើឲ្យអ្នកនាងមេប៉ាបាត់បង់គេឈ្មោះពួកគេនិយាយប៉ាឡើងមិនសុខចិត្តរឿងស៊ីយ៉ាងដល់ពេលនោះអ្នកនាងមេប៉ាមកចិត្តរួចបានកើតក្នុងចិត្តឡើងដោយសារដំណើរអំណាចផ្ទៃក្នុងនេះហើយទៅធ្វើឲ្យប៉ារបស់យើងកាន់តែធ្លាក់ចុះសោយទៅនៅក្នុងអាណាចក្រហាងប៉ាទាំងឡាយត្រូវបានគេស្គាល់ថាជាប៉ាធំធំទាំង9ហើយប៉ារបស់យើងបានស្ថិតនៅបាតតារាងជាច្រើនឆ្នាំមកហើយលើនោះនាងបានទេតុករួចនាងនិយាយថាល្មមស្ងាត់ហើយនាងបាននិយាយការពារស៊ីយ៉ាងថាទោះបីជាគេបានលួចចូលក្នុងអាស្រមក៏ដោយប៉ុន្តែដោយសារតែគេមានកាយបរិសុទ្ធគេគឺជាបុគ្គលម្នាក់ដែលមានទេពកោសល្យពីកំណើតមកដូច្នេះខ្ញុំបានទទួលយកគេធ្វើជាសិស្សក្រៅផ្លូវការហើយតែខ្ញុំអាចទៅសម្រាប់សិស្សដែលមានទេពកោសល្យបែបនេះតាមដោយរបៀបណាទៅប៉ុន្តែនៅពេលនោះលីងក៏បានតបវិញរឿងកាយបរិសុទ្ធមានទេពកោសល្យតែខ្ញុំជឿយ៉ាងដូចមិនទៅចេះថាឯងមិនបាននិយាយបំភ្លើដើម្បីការពារគេទេនាងបានបន្តទៀតតែប៉ារបស់យើងធ្លាក់ចុះដល់កម្រិតណាទៅចាត់ទុកមនុស្សហានីផតថាជារតនសម្បត្តិបែបនេះនាងបានចោលទៅសិស្សម្នាក់រួចបានណែនាំថានាងមានឈ្មោះស៊ីយ៉ាងអូឈ្មោះវេទនាម្ល៉េះខ្ញុំសម្ហៅឈ្មោះនាងថាឆាងទៅស្ដាប់ទៅវាពីរោះនាងគឺជាសិស្សផ្ទាល់របស់លីងនាងទៅតែបានហាត់បានរយៈពេល3ខែប៉ុណ្ណោះប៉ុន្តែនាងបានឈានដល់កម្រិតទី3បាត់ទៅហើយនាងបានស្នើដល់ការប្រកួតរវាងពួកគេទាំងពីរក្នុងរយៈពេល3ថ្ងៃទៀតប្រសិនបើគេអាចត្រូវបានរយៈពេល1ម៉ោងនោះនាងនឹងទទួលស្គាល់ថាស៊ីយ៉ាងមានទៅកសបពិតប្រាកដហើយនាងនឹងមិនប្រកាន់រឿងស៊ីយ៉ាងចូលក្នុងអាស្រមទៀតឡើយព្រោះសិស្សក្នុងប៉ាផ្ទះអាយយ៉ាងខ្លះក៏ស្រែកថាហាត់3ខែដល់កម្រិតទី3អ្នកនាងមានប៉ាលឺបែបនេះហើយក៏បញ្ញាប់ប្រកែកថាគេទៅតែហាត់ទេមិនទាន់បាន1ខែផងដូច្នេះការប្រកួតនេះគឺអយុត្តិធម៌ណាស់ស្រាប់តែពេលនេះលឺសំឡេងស៊ីយ៉ាងនិយាយឡើងអ្នកនាងមានប៉ាយើងមិនត្រូវចោះចាញ់ពួកវាឡើយខ្ញុំស៊ីយ៉ាងមិនអាចទ្រាំមើលពួកវាមើលងាយនឹងប្រមាថអ្នកនាងមានប៉ាបែបនេះទេតែប្រកួតក៏ប្រកួតទៅអ្នកណាគេវាគឺជាឆ្កែនៅថ្ងៃបន្ទាប់ឃើញថាស៊ីងស៊ីកំពុងតែវឹកហាត់ស្រាប់តែនៅពេលនេះសិស្សប្អូននិយាយឡើងអ្នកនាងរឿងមិនល្អស៊ីយ៉ាងមកដល់ទីហើយភ្លាមនោះនាងឈប់ហាត់រួចនិយាយឡើងថាវាជាអញទីហើយស៊ីយ៉ាងតបវិញហេអូនសម្លាញ់អូនកំពុងតែហាត់ក្បាច់គុណមែនទេស៊ីនិយាយឡើងកាលពីមុនបងសប្បាយចិត្តណាស់ហើយពេលដែលសរសេរសៀវភៅស៊ីនោះចោះហើយទៅបានជាមកបន្តទេហើយស៊ីយ៉ាងតបវិញមកលេងសាយទៀតវាច្បាស់ជាមានអ្នករៀបចំហើយស៊ីតបវិញឈប់និយាយលេងទៅតែអញចង់បានអ្វីពីខ្ញុំទេហើយខ្ញុំនិយាយត្រង់តែម្ដងទៅសំខាន់ថាអូនអាចជួយណែនាំនៅមករៀនបងពីការហាត់វិជាគុណដេវ៉ាន់កាក្នុងចិត្តស៊ីយ៉ាងខ្ញុំគ្មានចម្រេះផ្សេងទេការវឹកហាត់នេះតម្រូវឲ្យមានការប៉ះពាល់រាងកាយហើយអ្នកនាងមេប៉ាមិនព្រមធ្វើរឿងបែបនេះឡើយដូច្នេះមានតែសុំនាងទេនៅពេលនេះសិស្សប្អូនក៏បានសឹកថាគេបានផ្ទាល់ជាមួយព្រឹទ្ធាចារ្យធំថាគេនឹងប្រកួតជាមួយសិស្សរបស់នាងនៅថ្ងៃស្អែកប្រសិនបើគេចាញ់នោះគេនឹងត្រូវពិន័យតាមច្បាប់ដោយកិច្ចក្បានចោលស៊ីនិយាយឡើងអូមើលទៅដូចជាឯងកំពុងតែចង់បានផលប្រយោជន៍អ្វីមួយពីខ្ញុំទៀតហើយមែនទេស៊ីយ៉ាងតបវិញយើងតែពីរស្ថិតនៅក្នុងទូតែមួយទេរស់ក៏រស់ជុំគ្នាស្លាប់ក៏ស្លាប់ជុំគ្នាប្រសិនបើមានរឿងអ្វីកើតឡើងលើខ្ញុំនាងដែលជាសិស្សផ្ទាល់របស់អ្នកនាងមេប៉ានឹងខ្លាចជាក៏ដែលបន្តតែលេងតាមកន្តិចនាងកើតក្នុងចិត្តចាការរកខ្មៅខ្ចីនឹងល្ងងខ្នារបស់ឯងពីមិនគ្រាន់តែជារឿងសម្ដែងទេខ្ញុំជួយបង្រៀនឯងក៏បានដែរប៉ុន្តែខ្ញុំបានផលប្រយោជន៍អ្វីមកវិញស៊ីយ៉ាងតបវិញលាដៃរបស់អូនមកចាប់បងឲ្យកណ្ដូមនេះតើអូនលេងទៅល្អទេនាងខឹងយ៉ាងខ្លាំងក៏និយាយថាឯងកុំខឹងអីខ្ញុំគាត់តែលេងសាយទៅខ្ញុំនឹងសន្យាថានឹងគ្មានរឿងភាពបន្តទៀតទេតែយ៉ាងមិនដែរស៊ីយ៉ាងកើតក្នុងចិត្តខ្ញុំមិនដែលមានបំណងសរសេររឿងទៀតដែរដូច្នេះមានតែយកវាធ្វើជាលេសសម្រាប់ដោះស្រាយតែម្ដងទៅនាងតបវិញយល់ព្រោះទីយ៉ាងនិយាយឡើងតោះចាប់ដើមអូនប៉ុន្តែសុំសាត់កណ្ដូបដែលបងឲ្យអូនអាបាញ់មិញមកវិញមកនាងតបវិញឥឡូវវានៅលើដៃខ្ញុំហើយវាជារបស់ខ្ញុំស៊ីយ៉ាងនិយាយបន្ត
នាងនេះពិតជាចម្លែកមែនសូម្បីតែសត្វកណ្ដូបតូចមួយសោះក៏ចង់បានដែរស៊ីបន្តនិយាយអ្វីដែលខ្ញុំទៅតែប្រាប់ឯងដើម្បីមិញគឺជាវិធីសាស្ត្រនៃការបញ្ចូលនិងរដ្ឋធម្មពលខាងក្នុងចាប់ផ្ដើមទទួលអារម្មណ៍វាទៅស៊ីយ៉ាងនិយាយឡើងមើលទៅដូចជាវាធំជាងមុនបន្តិចហើយនាងតបវិញបើឯងនៅមានពេលលេងសាយទៀតបង្ហាញថាឯងយកពីវាបានច្រើនហើយទោះជាយ៉ាងណាក៏ដោយឯងមិនមែនជាគូប្រកួតរបស់ឆាំងអត់ដែរលើកលែងតែឯងអាចសម្រេចបាននៅសមិទ្ធផលតូចមួយក្នុងការវឹកហាត់នោះឯងប្រហែលជាទប់ទល់ជាមួយនឹងបានខ្លះប៉ុន្តែវាមិនអាចទៅរួចទេស៊ីយ៉ាងតបវិញសមិទ្ធផលតូចមួយមើលទៅអូននៅតែមិនទាន់យល់ច្បាស់ទេតែក៏សោះក្បាច់គុណរបស់បងគឺដូចជាផ្ទៃមុខដ៏សង្ហារបស់បងលុះដល់ពេលយប់ឡើងស៊ីយ៉ាងកំពុងតែតាំងសមាធិរួចក៏បានក្នុងចិត្តថាវិជាគុណនៃវ៉ានកាត្រូវបានដំឡើងដល់កម្រិតចាប់ផ្ដើមហើយចាំមើលតើខ្ញុំទទួលបានផលយ៉ាងណាខ្លះមិនអាក្រក់ទេមើលជំនាញខ្ញុំបន្តិចមើល Vigor Skill Level 2 Ice Cream រៀមដៃវិញ Level 2ចំណែកឯ Divine Guard វិញមាន Level 0ខ្ញុំមិនទាន់អាចដំឡើង Vigor Skill ទេបានទេហើយក៏មិនទាន់ចង់ខ្វល់ពី Skill រៀមដៃដែរដូច្នេះមានតែ Divine Guard មួយគត់ដែលជាជំរើសចុងក្រោយនៅពេលនោះស៊ីយ៉ាងជិះដំឡើងយកតែម្ដងស្រាប់តែមានថាមពលមួយរុំចំវិញស៊ីយ៉ាងស្រាប់តែពេលនោះស៊ីយ៉ាងស្រែកថាចង្រៃយកខ្ញុំមានអារម្មណ៍ថាថាមពលកំពុងតែច្រើនពេកហើយថាមពលនៅលើពេកធ្វើឲ្យស៊ីយ៉ាងឈឺចាប់យ៉ាងខ្លាំងរួចថាមពលនោះសាយចេញពីខ្លួនគាត់ដល់ក្រៅតែម្ដងហើយគាត់ដាច់រហែកពេញនឹងតែម្ដងហើយគាត់ក៏បានភ្ញាក់ឡើងវិញស៊ីយ៉ាងបានគិតក្នុងចិត្តគួរឲ្យខ្លាចណាស់មានអារម្មណ៍ថាដូចជាខ្ញុំទៅតែញ៉ាំបាយអស់50គីឡូក្នុងពេលតែមួយចឹងវាចឹងតែក្អួតទេរាងកាយរបស់ខ្ញុំមានអារម្មណ៍ថាស្ពឹកបន្តិចប្រហែលជាដោយសារតែផលប៉ះពាល់នៃការដំឡើងថាមពលនឹងពេកហើយគាត់ក៏បានច្រត់ក្រេទៅក៏សុចទៅម្ដងស៊ីយ៉ាងក៏បានស្រែកថាព្រះអើយគាត់ឆ្លក់ធូលីហើយពេលនោះស៊ីយ៉ាងមើលដៃរបស់គាត់គិតក្នុងចិត្តកម្លាំងរបស់ខ្ញុំបានផ្លាស់ប្ដូរខ្លាំងពេកហើយរហូតដល់ខ្ញុំពិបាកក្នុងការគ្រប់គ្រងវាអូទេកញ្ចក់នៅឯណាទៅខ្ញុំត្រូវតែមើលខ្លួនឯងបន្តិចហើយគាត់ស្ទូរោកញ្ចក់យកតែម្ដងម៉ែថ្លៃហើយនេះគឺជាការដំឡើងថាមពលមែនទេខ្ញុំស្ទើរតែស្លាប់ទៅហើយជាទៅក្បាច់គុណដែលពង្រឹងការការពារច្រើនតែបង្កឲ្យមានការផ្លាស់ប្ដូរដល់រាងកាយប្រសិនបើវាត្រូវបានដំឡើងដល់កម្រិតកម្ពស់សំណាងល្អណាស់យ៉ាងហោចណាស់ខ្ញុំក៏មិនបានខ្លាចជាមនុស្សដែលមានសាច់ដុំជ្រុលហើយនៅតែមើលទៅមានមន្តស្នេហ៍ដដែលដល់ក៏អូននិយាយពីការជឿជាក់ខ្លាំងមកទោះបីជារូបរាងខាងក្រៅរបស់ខ្ញុំនៅតែដដែលតែខ្ញុំពិតជាកើនកម្លាំងមែនទីយ៉ាងនិយាយឡើងបើកផ្ទាំងប្រព័ន្ធខ្ញុំបានឡើងកម្រិតទី3ហើយស្រួលមែនបណ្ឌិតចាំមើល Divine Guard ឥឡូវដល់កម្រិតណាហើយព័ត៌មានប្រព័ន្ធបានបង្ហាញថា Divine Guard ឥឡូវនេះបាន level 6ហើយកន្លែងហ្នឹងខ្ញុំសូមនិយាយខ្លីៗ Divine Guard level 6នេះវាជួយដូចជាធម្មពលឈីដែលជ្រាបចូលក្នុងរាងកាយរួចបញ្ចេញជាធម្មពលអាចរកមើលមិនខេដែលវាអាចការពាររាងកាយនិងវាអាចទប់ទល់ការវាយប្រហារទាំងអស់រហូតដល់តែវាអត់ធម្មពលឈីហើយវាមានសមត្ថភាពការពារដោយស្វ័យប្រវត្តិខ្ញុំមិនជឿតើសោះថាវាអាចដំឡើងលើកម្រិតកំណត់មើលទៅវាពិតជាអែមណាស់ទោះបីជាអស់140ពិន្ទុក៏ដោយក៏វាពិតជាសមតម្លៃណាស់ខ្ញុំបានទម្លាប់2ថ្នាក់នឹងឡើងដល់កម្រិតទី3ត្រឹមតែមួយយប់ប៉ុណ្ណោះឆ្ងល់ណាស់ថាតើខ្ញុំអាចទៅឆ្ងាយប៉ុណ្ណាទៀតឈប់សម្រាប់គ្នាយើងណាដែលចង់ចូលគ្រប់ channel ខ្ញុំដាក់នៅកន្លែង description និង comment ហើយអរគុណយ៉ាងខ្លាំងសម្រាប់ការមើលដល់ចប់បាយកុំភ្លេចផឹកទៅឲ្យបានច្រើនហើយនៅចាំមើលដល់ឱកាសទៀតចប់ឯង